សួស្តីអ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿង The Equalizer វគ្គ 2 រឿងបានបន្តនិយាយពី Robert McCall ដែលបានប្ដូរមកនៅ Eastern Blue គាត់រស់នៅយ៉ាងសាមញ្ញមានការងារជាអ្នកបើកតាក់ស៊ីតែគាត់ក៏នៅតែបន្តជួយអ្នកដែលជួបលំបាកដោយមិនឲ្យនរណាដឹងព្រោះគាត់មានអារម្មណ៍ខុសដែលធ្លាប់ធ្វើរឿងអាក្រក់មកជាច្រើននៅពេលដែលគាត់ជាភ្នាក់ងារសម្ងាត់ឲ្យ CIA នៅថ្ងៃមួយ Robert បានឡើងរថភ្លើងពី Eastern Blue ទៅទូរគីនៅខណៈដែលគាត់កំពុងធ្វើដំណើរក៏មានបុរសម្នាក់ដែលអង្គុយនៅជិតគាត់បានដណ្ដប់ភួយឲ្យកូនស្រីមុននឹងប្រាប់ថាបន្តិចទៀតគាត់មកវិញដោយ Robert ក៏បានងើបតាមបុរសម្នាក់នោះទៅ Robert បានតាមបុរសម្នាក់នោះទៅដល់បារនៅលើរថភ្លើងនៅខណៈដែលបុរសម្នាក់នោះដែលបានឃើញ Robert ក៏បានកាន់ដបស្រាទៅអង្គុយនិយាយជាមួយមុននឹងបានសួរ Robert ទៅថាចង់បានអ្វីនៅទូរគីគាត់អាចរកឲ្យបាន Robert ក៏ឆ្លើយប្រសិនបើគាត់ចង់រកបុរសដែលលួចកូនខ្លួនឯងដើម្បីបំបែកបំបាក់នាងពីម្ដាយមិនមែនព្រោះសេចក្តីស្រឡាញ់តែគ្រាន់តែចង់ឲ្យអតីតប្រពន្ធឈឺចាប់តែប៉ុណ្ណោះនិងគ្មានបំណងយកកូនទៅឲ្យម្ដាយវិញទេបុរសម្នាក់នោះក៏បានឆ្លើយមកវិញថាប្រសិនបើជាគាត់នឹងមិនតាមរកបុរសម្នាក់នោះទេព្រោះវាគ្រោះថ្នាក់Robert ក៏បាននិយាយទៅថាគាត់ព្យាយាមឲ្យឱកាសបុរសម្នាក់នោះហើយតែក៏មិនព្រមទទួលនៅពេល Robert និយាយចប់បុរសម្នាក់នោះក៏បានងើបចេញទៅមុននឹងបានបញ្ជាឲ្យកូនចៅដែលអង្គុយចាំចូលទៅចាត់ការនឹង Robert តែ Robert ក៏បានប្រើគ្រប់យ៉ាងនៅជុំវិញខ្លួនគាត់ឲ្យក្លាយជាអាវុធក្នុងរយៈពេលមិនប៉ុន្មានវិពួកវាទាំង3ក៏ត្រូវសម្លាប់ទៅបន្ទាប់មក Robert ក៏បានដើរទៅរកបុរសម្នាក់នោះហើយហេតុការណ៍ក៏បានប្ដូរទៅម្ដាយម្នាក់ដែលរត់ចូលទៅអោបកូនស្រីដោយភាពត្រេកអរក្រោយពីនោះ Robert ក៏ត្រឡប់មករត់តាក់ស៊ីដោយធម្មតាការងារនេះវាធ្វើឲ្យគាត់បានជួបមនុស្សជាច្រើនបានឃើញការរស់នៅនិងបញ្ហារបស់ពួកគេម្នាក់ៗហើយនៅពេលនេះ Robert ក៏បានសៀវភៅដែលគួរអានក្បាលទី100មកហើយ Robert បានអានសៀវភៅទាំងនោះដើម្បីរំលឹកដល់ប្រពន្ធដែលស្លាប់ទៅក្រោយពីបានសៀវភៅមកហើយគាត់ក៏ត្រឡប់ទៅទទួលភ្ញៀវតាមធម្មតាហើយនៅពេលនោះក៏មានភ្ញៀវបានហៅឡានគាត់ឲ្យទៅទទួលស្រីម្នាក់នៅសណ្ឋាគារព្រមទាំងបានប្រាប់ឲ្យគាត់ជូននាងដល់បន្ទប់ផងតែ Robert ក៏សង្កេតឃើញថាសភាពរបស់នាងមិនមែនមនុស្សស្រវឹងទេថែមទាំងនាងក៏កំពុងយំទៀតផងឃើញដូចនេះ Robert ក៏បានជូននាងទៅមន្ទីរពេទ្យមុននឹង Robert បើកឡានត្រឡប់ទៅសណ្ឋាគារវិញដោយបានប្រាប់ទៅថា credit card ដែលឲ្យមកបើកលុយមិនចេញបុរសម្នាក់នោះក៏បានងាកទៅមិត្តភ័ក្តិហើយស្រែកទៅថាការងារដំបូងក៏ភ្លាត់ហើយនិយាយចប់ក៏បានហុច credit card ថ្មីឲ្យទៅ Robert នៅខណៈដែល Robert ក៏បានសួរទៅកាន់ពួកនោះថានាងមានឈ្មោះអ្វីតែក៏គ្មាននរណាអាចឆ្លើយបានទើប Robert បានបន្តទៅថាជាធម្មតាគាត់នឹងផ្ដល់ឱកាសឲ្យធ្វើរឿងដែលត្រឹមត្រូវតែយប់នេះគាត់នឹងសុំកាមេរ៉ាទូរស័ព្ទឬអ្វីដែលថតរូបបាននៅពេលដែលពួកនោះមិនព្រមប្រគល់ឲ្យ Robert ក៏បានប្រើការដែលបានមកចាត់ការបុរសទី1ចាប់កាច់ដៃបំបាក់កបុរសទី2ទី3ជាបន្តបន្ទាប់មុននឹងបានដើរចូលទៅរកមេខ្លោងរបស់ពួកវាដែលពេលនេះកំពុងអង្គុយយំ Robert បានប្រាប់ឲ្យបុរសម្នាក់នោះតាក់ទងទៅរកប៉ូលីសសារភាពគ្រប់យ៉ាងដែលបានធ្វើនិងកុំភ្លេចឲ្យផ្កាយ5តាក់ស៊ីរបស់គាត់ផងនិយាយចប់ Robert ក៏បានបំបាក់ម្រាមដៃរបស់បុរសម្នាក់នោះហើយដើរចេញទៅក្រោយពីបញ្ចប់ការងារ Robert ក៏បានត្រឡប់ទៅបន្ទប់ជួលវិញតែនៅពេលដែលទៅដល់គាត់ក៏សង្កេតឃើញថាមានមនុស្សនៅក្នុងបន្ទប់របស់គាត់ Robert បានទាញកាំភ្លើងចេញមកហើយដើរចូលទៅយ៉ាងប្រុងប្រយ័ត្នពេលចូលទៅដល់ Robert ក៏ឃើញថានោះគឺជា Susan មិត្តភក្តិតែម្នាក់គត់របស់គាត់មូលហេតុដែល Susan មករកគាត់ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ប្រពន្ធគាត់ដែលស្លាប់ទៅ Susan ដឹងថា Robert នឹកដល់ប្រពន្ធគ្រប់ពេលវេលាទើបនាងបានមកឲ្យកម្លាំងចិត្តគាត់នៅថ្ងៃនេះ Robert ក៏បានអរគុណ Susan ដែលបានមកសួរសុខទុក្ខគាត់នៅខណៈដែលគាត់ជូននាងត្រឡប់ទៅវិញ Susan ក៏ចង់ឲ្យ Robert ទទួលស្គាល់ការពិតនាងបានប្រាប់ឲ្យ Robert ត្រឡប់ទៅផ្ទះវិញបានហើយព្រោះទោះជាព្យាយាមជួយមនុស្សបែបណាក៏មិនអាចបំពេញភាពឯកានោះបានទេហើយហេតុការណ៍ក៏បានបដូរទៅបុរសម្នាក់ដែលទើបតែត្រឡប់មកពីធ្វើការគាត់ក៏បានឃើញប្រពន្ធរបស់គាត់ត្រូវវាយដល់ហើរមុខមុននឹងមានមនុស្សមួយក្រុមដើរចេញមកពួកវាបានបាញ់សម្លាប់ប្រពន្ធរបស់គាត់ហើយបង្ខំឲ្យគាត់ចាប់កាំភ្លើងដើម្បីបាញ់សម្លាប់ខ្លួនឯងលុះព្រឹកឡើង Robert ដែលចុះមកពីបន្ទប់ក៏ឃើញថាមានមនុស្សយកថ្នាំមកបាញ់ជញ្ជាំងរួមទាំងបានបំផ្លាញសួនបន្លែរបស់ Fatima អ្នកជិតខាងរបស់គាត់ដោយ Robert ក៏បានស្ម័គ្រចិត្តលុបថ្នាំនៅជញ្ជាំងដោយខ្លួនគាត់ក្រោយពី Robert ធ្វើបានមិនសន្ទុះក៏មានក្មេងជំទង់ម្នាក់ដែលមានឈ្មោះតាម៉ាយដើរចូលមកសួរគាត់ថាហេតុអ្វីបានជាមិនទុកឲ្យម្ចាស់អគារជាអ្នកលុបយើងគ្រាន់តែជាអ្នកជួលមិនមែនការងាររបស់យើងទេ Robert ក៏ឆ្លើយម្ចាស់អគារមិនមកខ្វល់ជាមួយនឹងរឿងបែបនេះទេលើបែបនោះម៉ៃក៏បាននិយាយទៅថាគាត់រៀនសិល្បៈជួលគាត់ឲ្យធ្វើឲ្យគាត់គិតតែ$350តែប៉ុណ្ណោះមុននឹង Robert ឆ្លើយតាក់ទងនឹងរឿងនេះគាត់ក៏បានសួរទៅថានេះជាម៉ោងរៀនហេតុអ្វីបានជាមិនទៅសាលាម៉ៃក៏ឆ្លើយទៅថាគាត់មិនចូលចិត្តមុខវិជ្ជានៅថ្ងៃនេះពេលម៉ៃនិយាយចប់ Robert ក៏ប្រាប់ទៅថា$350ថ្លៃពេកលើបែបនោះម៉ៃក៏បានដើរចេញទៅលុះព្រឹកថ្ងៃបន្ទាប់ម៉ៃក៏ត្រឡប់មកវិញម្ដងទៀតដើម្បីប្រាប់ Robert ទៅថាគាត់ដេកគិតមកហើយគាត់នឹងចោះឲ្យសល់$250 Robert ដែលឃើញពីភាពព្យាយាមក៏យល់ព្រមតែត្រូវមកធ្វើក្រោយពេលចេញពីរៀនតែប៉ុណ្ណោះម៉ៃដែលឮក៏យល់ស្របពីលក្ខខណ្ឌនេះហើយ Robert ក៏បានបន្តទៅថាឈប់លក់ថ្នាំឲ្យពួកនោះបានហើយ
ហេតុការណ៍បានប្តូរទៅស៊ូសានដែលពេលនេះកំពុងប្រជុំតាក់ទងនឹងពីអ្នកប្តីប្រពន្ធដែលស្លាប់ទៅមុននោះដោយសារបុរសដែលស្លាប់ទៅធ្វើការឲ្យ CIA ទើបស៊ូសានចាំបាច់ត្រូវធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីប្រមូលភស្តុតាងរីឯ Robert ក៏បានទៅអង្គុយនិយាយជាមួយនឹង Sam មួយដែលគាត់មកទទួលជាប្រចាំ Sam បាននិយាយថាគាត់ព្យាយាមតាមរកបងស្រីរបស់គាត់ដែលត្រូវបំបែកបំបាក់គ្នាតាំងពី60ឆ្នាំមុនតែនៅពេលនេះគាត់បានទៅជួបនឹងរូបគំនូរដែលជារូបបងស្រីរបស់គាត់រូបនោះកំពុងត្រូវដេញថ្លៃទៅក្នុងតម្លៃ$12 លានហើយពេលនេះគាត់ក៏បានភស្តុតាងមកហើយថារូបនោះជារូបបងស្រីរបស់គាត់ Sam និយាយទាំងសេចក្តីសង្ឃឹមថានឹងបានរូបនោះមកក្រោយពីនោះ Robert ក៏បានទៅជួបនឹង Susan ក្នុងកម្មវិធីចេញសៀវភៅថ្មីរបស់ Brian ដែលជាស្វាមីរបស់នាងដោយ Robert ក៏បានសូមឲ្យ Susan ជួយតាមរកឯកសារតាក់ទងនឹងរូបបងស្រីរបស់ Sam ដើម្បីតាមរកខ្លួនរបស់នាង Susan ក៏ឆ្លើយថានាងនឹងជួយតាមរកឲ្យតែយប់នេះនាងចាំបាច់ត្រូវឡើងយន្តហោះទៅប្រាសេវដើម្បីទៅស៊ើបតាក់ទងនឹងការស្លាប់របស់បុគ្គលិក CIA Robert ដែលឮក៏បានសួរទៅថាក្រែងលោប្រាប់ថាចូលនិវត្តន៍ហើយ Susan ក៏ឆ្លើយក៏មិនខុសឲ្យពីអ្នកដែលស្លាប់ទៅហើយតែនៅឈរពីមុខនាង Susan បានទៅដល់កន្លែងកើតហេតុដើម្បីប្រមូលភស្តុតាងហើយវាក៏បានធ្វើឲ្យនាងដឹងការពិតអ្វីម្យ៉ាងចំណែក Robert ដែលទៅទទួល Sam ក៏បានឃើញថាទឹកមុខរបស់ Sam នៅថ្ងៃនេះកំពុងកើតទុក្ខយ៉ាងខ្លាំងព្រោះភស្តុតាងដែលគាត់យកទៅថ្ងៃនេះខាងតុលាការមិនសូម្បីតែបើកមើលហើយសម្រេចថារូបនោះមិនមែនជារបស់គាត់ដោយ Robert ក៏បាននិយាយឲ្យកម្លាំងចិត្ត Sam នៅពេលនោះ Susan ក៏បានតាក់ទងមកដើម្បីប្រាប់ថានាងឃើញឯកសារដែល Robert ឲ្យជួយរកហើយនិងបញ្ជូនទៅឲ្យក្រោយពីបញ្ចប់ការងារនិយាយចប់ដេវមិត្តរួមការងាររបស់នាងក៏បានដើរចូលមកដើម្បីរាយការណ៍ស្ថានភាពតាក់ទងនឹងគ្រួសារ CIA ដែលស្លាប់ទៅថាគ្មានអ្វីខុសប្រក្រតីមិនថារឿងលុយឬរឿងសហាយក្រោយពីបាន100ដែលត្រូវការមកអស់ហើយ Susan ក៏បានឡើងជណ្ដើរយន្តដើម្បីទៅរៀបចំអីវ៉ាន់ត្រៀមខ្លួនត្រឡប់ទៅ Washington វិញតែនៅពេលដែល Susan ទៅដល់បន្ទប់ក៏មានក្មេងស្ទាវ2នាក់ចូលទៅវាយនាង Susan ព្យាយាមតដៃទៅវិញអស់ពីសមត្ថភាពតែចុងក្រោយក៏ត្រូវសម្លាប់ត្រឡប់មក Robert វិញគាត់អង្គុយមើលម៉ាយលុបថ្នាំដែលពួកក្មេងស្ទាវគូដោយម៉ាយក៏បាននិយាយប្រាប់ Robert ថាបងប្រុសរបស់គាត់ជាអ្នកប្រដាល់តែក៏ត្រូវបាញ់ស្លាប់ទៅហើយព្រោះគ្រាន់តែលើកកាបូបនៅខណៈដែលពួកគេកំពុងនិយាយគ្នា Brian ក៏បានតាក់ទងមកដើម្បីប្រាប់ពីដំណឹងអាក្រក់ Robert ដែលដឹងក៏ប្រញាប់ធ្វើដំណើរទៅ Washington DC Brian បានប្រាប់តាក់ទងនឹងការស្លាប់របស់ Susan ថាប៉ូលីសបានវិនិច្ឆ័យថាវាគឺជាការប្លន់តែគាត់មិនគិតអញ្ចឹងទេព្រោះ Susan មិនពាក់គ្រឿងអលង្ការអ្វីទាំងអស់ក្រៅពីចិញ្ចៀនរៀបការតែមួយវង់កុដថែមទាំងពួកវាក៏មិនបានលួចចិញ្ចៀននោះទៅដោយខាង CIA បានសន្យាថានឹងចាប់ឃាតករមកឲ្យបាននៅខណៈដែល Robert ក៏ចាប់ផ្ដើមស៊ើបពីរឿងនេះដោយខ្លួនឯងគាត់ចាប់ផ្ដើមពីរបស់របររបស់ Susan ដែលនៅសល់មិនថាទូរស័ព្ទឬសៀវភៅរួមទាំងវីដេអូដែលបានមកពីកាមេរ៉ាសុវត្ថិភាពចំណែកឃាតករ2នាក់ដែលសម្លាប់ Susan ក៏កំពុងលេងថ្នាំយ៉ាងសប្បាយចិត្តតែនៅពេលនោះស្រាប់តែមានទូរស័ព្ទរបស់នរណាមិនដឹងរលឡើងនៅពេលដែលពួកវាទទួលក៏បណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំងកើតឡើងរីឯ Robert ក៏បានធ្វើដំណើរទៅរក Deb អ្នកដែលទៅធ្វើការជាមួយនឹង Susan មុនពេលដែលនាងស្លាប់នៅខណៈដែល Deb ដែលបានឃើញ Robert ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់ក៏គិតថា Robert ស្លាប់ទៅហើយកាលពីប៉ុន្មានឆ្នាំមុនដោយ Deb ក៏ជាសមាជិកក្រុមរបស់ភ្នាក់ងារសម្ងាត់ដែល Robert ធ្លាប់ធ្វើការ Deb បាននិយាយទៅថា Susan គឺជាអ្នកដែលមានគុណសម្រាប់គាត់ Robert បានប្រាប់ Deb ទៅថា Susan មិនបានចុចចណ្ដាលយន្តពួកចោរទាំងពីរនាក់នោះវាដឹងស្រាប់ហើយថានាងនៅបន្ទប់ណាពួកវាចាក់នាងចំចន្លោះឆ្អឹងជំនីទី3នេះជាវិធីសាស្ត្រសម្រាប់ដែលត្រូវឆ្លងកាត់ការហ្វឹកហាត់តែប៉ុណ្ណោះគាត់គិតថានេះមិនមែនជាការប្លន់តែពួកវាទាំងពីរត្រូវជួលមក Deb ដែលឮក៏សូមចូលរួមស៊ើបពីរឿងនេះដែរនៅពេលដែល Robert ត្រឡប់មកដល់ផ្ទះវិញគាត់ក៏ចាប់ផ្ដើមស៊ើបពីករណីការស្លាប់របស់គ្រួសារ CIA ព្រោះ Robert គិតថាវាត្រូវពាក់ព័ន្ធជាមួយនឹងអ្នកដែលសម្លាប់ Susan តែនៅពេលនោះគាត់ក៏ងាកទៅឃើញម៉ៃដែលកំពុងចេញទៅជាមួយនឹងពួកក្មេងទំនើង Robert ដែលឃើញក៏មិនបាននិយាយអ្វីគាត់បន្តធ្វើការងាររបស់គាត់មុននឹង Robert បានតាក់ទងទៅរក Deb ដើម្បីប្រាប់ថាការស្លាប់របស់គ្រួសារ CIA វាគឺជាការរៀបចំឡើងមកទាំងអស់ព្រោះអ្នកដែលស្លាប់ស្ទាល់ដៃឆ្វេងតែប្រពន្ធរបស់បរិមម្នាក់នោះបែរជាត្រូវអ្នកស្ទាល់ស្ដាំបាញ់នេះវាមានន័យថាបរិមម្នាក់នោះមិនបានសម្លាប់ប្រពន្ធហើយសម្លាប់ខ្លួននោះទេនិយាយចប់ Robert ក៏បានបិទទូរស័ព្ទទៅហើយបន្តការងាររបស់គាត់តែក្រោយពេលពីធ្វើបានមួយសន្ទុះ Robert ក៏មិនទាន់ឃើញថាម៉ៃត្រឡប់មកវិញទើបគាត់បានចេញទៅតាមម៉ៃដល់កន្លែងពួកក្មេងស្ទាវមុននឹងគាត់ដេញទាត់ពួកយាមច្រកចូលទៅម្ដងម្នាក់ពីរនាក់រហូតទៅដល់បន្ទប់ដែលម៉ៃនៅខណៈដែលម៉ៃកំពុងត្រូវបញ្ចុះបញ្ចូលឲ្យទៅសងសឹកឲ្យបងប្រុសតែ Robert ដែលចូលទៅដល់ក្នុងបន្ទប់នោះក៏បានហៅម៉ៃឲ្យចេញមកពេលចេញមកបានហើយ Robert ក៏សួរទៅថាមកធ្វើអីនៅ
ទីនេះក្រែងលោប្រាប់គាត់ថាចូលចិត្តគូររូបម៉ៃក៏ឆ្លើយទៅវិញថាជាជាងគំនូមិនធ្វើឲ្យគាត់មានលុយចិញ្ចឹមគ្រួសារទេរ៉ូបឺតដែលឮក៏បានហុចកំភ្លើងឲ្យម៉ៃបាញ់គាត់និងបានប្រាប់ទៅថាបើចង់ដើរផ្លូវនេះចិត្តត្រូវដាច់នៅពេលដែលម៉ៃមិនហ៊ានបាញ់គាត់រ៉ូបឺតក៏បានយកកំភ្លើងនោះមកភ្ជង់ម៉ៃវិញនិងបានប្រាប់ទៅថានេះជាវាសនាដែលនឹងជួបនៅថ្ងៃណាមួយប្រសិនបើដើរតាមផ្លូវរបស់ពួកវាព្រមទាំងបានប្រាប់ម៉ៃទៅថាប្រសិនបើមានសមត្ថភាពឱកាសមិនខ្វះទេក្រោយពីរ៉ូបឺតនិយាយចប់ពួកគេទាំងពីរក៏នាំគ្នាត្រឡប់ទៅវិញពេលត្រឡប់មកដល់បន្ទប់ជួលរបស់រ៉ូបឺតម៉ៃដែលឃើញស្នាមប្រេះនៅលើជញ្ជាំងក៏បានសួរទៅថាជួលគាត់ឲ្យលាបបាច់គាត់គិតតែ$115តែប៉ុណ្ណោះនៅពេលរ៉ូបឺតបានឮគាត់ក៏បានដើរទៅយកសិភៅមួយក្បាលហុចឲ្យម៉ៃហើយបានប្រាប់ទៅថាបើអានវាចប់គាត់នឹងជួលនៅថ្ងៃបន្ទាប់រ៉ូបឺតក៏បានត្រឡប់ទៅរត់ឡានដោយធម្មតាគាត់បានទទួលភ្ញៀវម្នាក់ដែលប្រាប់ថានឹងទៅប្រលានយន្តហោះតែនៅខណៈដែលកំពុងធ្វើដំណើរបុរសម្នាក់នោះក៏មើលគាត់ដោយទឹកមុខប្លែកៗទើបរ៉ូបឺតបានសួរទៅថាប្រហែលជាមិនសូវបានមកប្រលានយន្តហោះព្រោះគាត់បើកលើប្រលានមក3នាទីហើយនៅពេលដែលបុរសម្នាក់នោះឮក៏បានទាញកាំបិតចេញមកបំរុងនឹងសម្លាប់រ៉ូបឺតតែរ៉ូបឺតក៏បានបើកឡានរេទៅរេមកធ្វើឲ្យបុរសម្នាក់នោះមិនអាចទប់ខ្លួនបានទើបវាសម្រេចចិត្តបដូរមកប្រើកំភ្លើងតែនៅពេលនោះរ៉ូបឺតក៏បានចាប់ប្រាំងធ្វើឲ្យវាខ្ទាតមកខាងមុខមុននឹងគាត់យកកំភ្លើងរបស់វាបាញ់កណ្ដាលមុខវាស្លាប់ទៅក្រោយពីចាត់ការបានហើយរ៉ូបឺតក៏បានឆែកទូរស័ព្ទរបស់បុរសម្នាក់នោះដើម្បីមើលថានរណាជាអ្នកជួលមុននឹងគាត់ធ្វើការលុបបំបាត់ភស្តុតាងទាំងអស់លុះព្រឹកឡើងរ៉ូបឺតក៏បានទៅរកដេបដែលកំពុងនៅជួបជុំជាមួយនឹងគ្រួសារនៅពេលប្រពន្ធកូនរបស់ដេបចេញទៅក្រៅអស់ហើយរ៉ូបឺតក៏បាននិយាយរឿងដែលកើតឡើងមុននោះឲ្យដេបស្ដាប់មុននឹងបានសួរទៅថាហេតុអ្វីចាំបាច់ត្រូវសម្លាប់ស៊ូសានដេបដែលឃើញថារ៉ូបឺតដឹងគ្រប់យ៉ាងហើយក៏បានប្រាប់ទៅថាកំហុសទាំងអស់មកពីរ៉ូបឺតដែលធ្វើស្លាប់ព្រោះក្រោយពីនោះ3ខែក្រុមសម្ងាត់របស់ពួកយើងក៏ត្រូវបញ្ឈប់គ្រប់គ្នានៅក្នុងក្រុមគ្មានការងារធ្វើទើបពួកគេទាំងអស់សម្រេចចិត្តចេញមកទទួលការងារខាងក្រៅដោយពួកគេក៏មិនដឹងថាគោលដៅចុងក្រោយបង្អស់ជាសមាជិក CIA ធ្វើឲ្យស៊ូសានចូលមកពាក់ព័ន្ធជាមួយនឹងរឿងនេះទើបគាត់ចាំបាច់ត្រូវសម្លាប់នាងដើម្បីធ្វើឲ្យពួកគេរួចខ្លួននិយាយចប់ដេបក៏បាននាំរ៉ូបឺតមករកអតីតសមាជិកក្រុមពេលរ៉ូបឺតបានជួបគ្រប់គ្នាហើយគាត់ក៏បាននិយាយទៅថាគាត់មិនខ្វល់ទេថានរណានឹងធ្វើអាក្រក់អ្វីព្រោះវាមិនមែនជារឿងរបស់គាត់ព្រោះក្នុងពិភពលោកនេះមានមនុស្សអាក្រក់ជាច្រើនតែគ្រប់ទាំងវើលវាតែងតែមានផលកម្មរបស់វាបើសំណាងល្អក៏មានឱកាសធ្វើវាឲ្យត្រឹមត្រូវតែឱកាសនោះមិនមានសម្រាប់អ្នកដែលធ្វើឲ្យស៊ូសានស្លាប់នោះទេគាត់នឹងសម្លាប់គ្រប់គ្នាម្ដងម្នាក់រហូតដល់អស់និយាយចប់រ៉ូបឺតក៏បានសុំឡើងឡានប្រពន្ធរបស់ដេបទៅដែរនៅខណៈដែលដេបក៏បានបញ្ជាឲ្យសមាជិកក្រុមទៅចាប់ Brian មកធ្វើជាចំណាត់ខ្មាំងតែក៏មិនទាន់ព្រោះ Robert ដឹងមុនគាត់បាននាំ Brian ទៅលាក់ខ្លួននៅសន្តាគារសិនរីឯ Deb និងកូនចៅម្នាក់ទៀតក៏បានទៅបន្ទប់ជួលរបស់ Robert ស្របពេលគ្នានោះ Mike ក៏កំពុងលាបថ្នាំនៅក្នុងបន្ទប់តែនៅពេលនោះក៏មានអារម្មណ៍ហេវទើបបានទេទៅរក Robert ដើម្បីសួរទៅថាមានអីឲ្យគាត់ហូបអត់នៅខណៈដែលពួកគេកំពុងនិយាយគ្នាស្រាប់តែមានសំឡេងឆ្កែបានព្រុសឡើងទើប Mike បានអឺតមើលតាមបង្អួចហើយក៏បានឃើញថាជាអ្នកដឹកភីហ្សាតែ Robert ដែលដឹងថានោះគឺជា Deb ក៏បានប្រាប់ឲ្យ Mike ទៅលាក់ខ្លួនដោយបានប្រាប់ឲ្យទៅធ្នើសៀវភៅរបស់គាត់ទាញសៀវភៅដែលគាត់ប្រាប់ចេញមកនិងចុចប៊ូតុងសម្រាប់បើកបន្ទប់សម្ងាត់ឲ្យចូលទៅលាក់ខ្លួនក្នុងនោះនិងធ្វើខ្លួនឲ្យស្ងាត់បំផុតតាមដែលអាចធ្វើទៅបានដោយ Robert ក៏បានតាមដានគ្រប់យ៉ាងដែលកើតឡើងតាមរយៈកាមេរ៉ាសុវត្ថិភាពធ្វើឲ្យគាត់ដឹងថាក្រុមរបស់ Deb នៅកន្លែងណានិងកំពុងធ្វើអ្វីរីឯ Deb ដែលកំពុងឆែកឆេរក៏សង្កេតឃើញកញ្ចក់ដែលគួរឲ្យសង្ស័យទើបបានលើកកំភ្លើងឡើងមកបំរុងនឹងបាញ់បំបែកធ្វើឲ្យ Mike ដែលលាក់ខ្លួនក្នុងនោះភ័យស្ទើរកាំងបេះដូងសំណាងល្អដែល Robert ទូរស័ព្ទមករក Deb បានទាន់ Robert បានប្រាប់ទៅថាកុំភ្លេចមកលេងផ្ទះគាត់នៅឯមាត់ឆ្នេរ Deb ដែលដឹងក៏ប្រញាប់ប្រាប់កូនចៅឲ្យទៅទីនោះចំណែក Mike ដែលឃើញថាមានសុវត្ថិភាពហើយក៏បានចេញមកតែក៏ត្រូវទៅជួបនឹង Deb ដែលស្ទាក់ចាំនៅខាងក្រៅរីឯនៅតាមផ្លូវទៅផ្ទះមាត់ឆ្នេររបស់ Robert ក៏មានប៉ូលីសកំពុងជំនះប្រជាជនចេញពីទីនោះព្រោះព្យុះដែលកំពុងមកដល់ Deb ដែលត្រូវហាមឃាត់ក៏បានបាញ់ប៉ូលីសចោលហើយបើកឡានចូលទៅពេលទៅដល់ពួកគេក៏បានបំបីផ្លូវគ្នាដើម្បីតាមប្រមាញ់ Robert ដោយ Deb ដែលជាដៃស្នាប់ក៏បានឡើងទៅលើប៉មដើម្បីស្ទាក់បាញ់ពីខាងលើចំណែកអ្នកផ្សេងក៏ប្រថុយជីវិតតាមរក Robert ពីខាងក្រោមសមាជិកម្នាក់បានចូលទៅក្នុងផ្ទះមួយខ្នងនៅពេលនោះក៏បានឃើញស្រមោលរបស់ Robert នៅលើកញ្ចក់ទើបបានបាញ់ដាក់តែ Robert ក៏បានប្រើកំភ្លើងបាញ់ត្រីបាញ់ដាក់ខ្ទាតទៅជាប់ជញ្ជាំងសមាជិកផ្សេងទៀតដែលឮសំឡេងកំភ្លើងក៏បានចូលទៅមើលហើយក៏បានឃើញថាពួកវាម្នាក់ត្រូវសម្លាប់ទៅហើយរីឯសមាជិកម្នាក់ទៀតក៏ងាកទៅឃើញរូបរបស់ Susan ទើបបានដើរតាមរូបនោះទៅតែក៏ត្រូវ Robert យកកាំបិតចាក់ពីក្រោយខ្នងមុននឹងត្រូវសម្លាប់ទៅយ៉ាងព្រៃផ្សៃក្រោយពីចាត់ការបានហើយ Robert ក៏បានយកឯកគោមរបស់បរិមម្នាក់នោះឲ្យរត់ទៅ
តែនៅពេលនោះ Deb ក៏ឃើញ Robert រត់ចូលទៅក្នុងផ្ទះមួយខ្នង ទើបបានប្រាប់ឲ្យសមាជិកដែលនៅសល់តាមទៅ ដោយមិនដឹងឡើយថានោះគឺជាអន្ទាក់របស់ Robert គាត់បានចូលទៅឆូតបាល់ម្សៅនៅក្នុងនោះ មុននឹងបានបើកកង្ហារឲ្យបក់វាទៅមាត់ទ្វារ ហើយនៅពេលដែលគាត់ឃើញថាពួកវាមកដល់ហើយក៏បានគេចចេញពីទីនោះ នៅខណៈដែលសមាជិកក្រុមរបស់ Deb ដែលគិតថា Robert នៅក្នុងនោះ ទើបបានបោះគ្រាប់បែកចូលទៅបណ្ដាលឲ្យមានការផ្ទុះយ៉ាងខ្លាំងកើតឡើង កម្លាំងផ្ទុះស្ទើរតែធ្វើឲ្យសមាជិកម្នាក់នោះដាច់ជាពីរកំណាត់ Deb ដែលឮសំឡេងគ្រាប់បែកក៏បានតាក់ទងទៅសួរលទ្ធផល តែ Robert ក៏ឆ្លើយទៅថាសល់តែពីរនាក់យើងហើយពេលនេះ Deb ក៏បាននិយាយទៅទាំងកំហឹងថាវាមិនប្រកបទេ ព្រោះ Robert ជាអ្នកបង្រៀនគាត់ឲ្យមានផែនការសកួរជានិច្ច គាត់បានចាប់ក្មេងម្នាក់មកមិនដឹងថាសំខាន់ឬអត់តែក៏ប្រថុយមើល និយាយចប់ Deb ក៏បានបាញ់អ្នកឡានដែលចាប់ម៉ាយមកដើម្បីគំរាមឲ្យ Robert ចេញមកជួយ តែក្រោយពីបាញ់អ្នកឡានដើម្បីគំរាមទៅជាច្រើនគ្រាប់ Robert ក៏នៅតែមិនព្រមចេញមក ទើប Deb បានបាញ់អ្នកគូឡានដើម្បីផ្ដាច់ជីវិតម៉ាយ តែនៅពេលនោះ Robert ក៏បានបាញ់អ្នកកង់ឡាន ធ្វើឲ្យ Deb បាញ់មិនចំគោលដៅដែលតម្រង់ទុក តែមុននឹង Deb បានបាញ់ម្ដងទៀតក៏ត្រូវខ្យល់ព្យុះបក់ទៅបុកប្រកាន់ដៃ ពេល Deb ងើបឡើងមកបាន Robert ក៏មកដល់ហើយ ពួកគេទាំងពីរបានវាយគ្នាកណ្ដាលខ្យល់ព្យុះដ៏ខ្លាំង ក្រោយពីបានវាយគ្នាមួយសន្ទុះ Robert ក៏បានទៅយកកាំបិតរបស់ Deb ដែលជ្រុះឡើងមក មុននឹងគាត់ប្រើវាឈោតដៃឈោតជើងនិងចាក់បេះដូងរបស់ Deb ហើយទាត់ទម្លាក់ចុះទៅក្រោមក្រែងលោមិនស្លាប់ ក្រោយពីចាត់ការគ្រប់យ៉ាងរួចហើយ Robert ក៏បានទៅជួយម៉ាយពីគូឡាន មុននឹងបាននាំម៉ាយដែលរងរបួសចូលទៅសម្រាកក្នុងផ្ទះរបស់គាត់ Robert បានប្រាប់ម៉ាយទៅថារបួសបន្តិចបន្តួចមិនអីទេ ព្រោះក្រកំភ្លើងធ្លុះចេញទៅម្ខាងទៀតហើយ រីឯម៉ាយក៏បានសួរទៅវិញថា Robert ជានរណា តែ Robert ក៏មិនឆ្លើយបណ្ដោយឲ្យម៉ាយឆ្ងល់តទៅទៀត ហើយគ្រប់យ៉ាងក៏ត្រឡប់មកស្ងប់សុខម្ដងទៀត ម៉ាយត្រឡប់ទៅរៀនវិញនិងព្យាយាមក្លាយជាជាងគំនូរ រីឯ Sam ក៏បានជួបនឹងបងស្រីដែលព្យាយាមតាមរកមកពេញមួយជីវិត ចំណែក Robert ក៏ទទួលស្គាល់ការពិតពីការស្លាប់របស់ប្រពន្ធបានហើយ ទើបសម្រេចចិត្តត្រឡប់មករស់នៅផ្ទះមាត់ឆ្នេររបស់គាត់វិញ ហើយរឿង The Equalizer វគ្គ 2 ក៏បានមកដល់ទីបញ្ចប់ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនា បើមានកំហុសឆ្គងកន្លែងណាក៏សូមអភ័យទោសទុកជាមុន